សូមជូនការសង្ខេបរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ផលិតដោយក្លឹបសិក្សាអត្ថបទសង្ខេបអក្សរសិល្ប៍រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់គឺជាប្រភេទអក្សរសិល្ប៍ទំនើបស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយមរឿងនេះនិពន្ធដោយលោកសួនសុរិនរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បាននិពន្ធឡើងនៅឆ្នាំ1960ដល់ឆ្នាំ1961បោះពុម្ពផ្សាយនៅក្នុងឆ្នាំ1961និទានរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់សង្ខេបរឿងសួនសំគឺជាកូនកសិករក្រីក្រម្នាក់នៅឃុំបវែលស្រុកសង្កែខេត្តបាត់ដំបងដែលរស់នៅក្នុងសម័យអាណានិគមនិយមបារាំងជាសម័យកាលដែលអ្នកស្រែចម្ការតែងតែត្រូវគេមើលងាយនិងជិះជាន់នៅឆ្នាំ1949ឪពុករបស់សំត្រូវទាហានបារាំងធ្វើទរណកម្មរហូតដល់ស្លាប់ក្រោមការចោទប្រកាន់ថាចូលដៃនឹងពួកឥស្សរៈសំត្រូវបង្ខំចិត្តបោះបង់ការសិក្សាដើម្បីជួយធ្វើការងារម្ដាយដែលជាស្ត្រីមេម៉ាយមួយឆ្នាំក្រោយមកព្រឹត្តិការណ៍នេះបានប្តូរស្រឡះដោយសំបែរជាត្រូវពួកឥស្សរៈសង្ស័យថាជាអ្នកចូលដៃនឹងបារាំងទៅវិញដោយភាពភ័យខ្លាចសំបានរត់គេចខ្លួនទៅក្រុងបាត់ដំបងប៉ុន្តែបានត្រឹមរយៈពេលតែ4ថ្ងៃប៉ុណ្ណោះម្ដាយរបស់គេក៏បានស្លាប់ដោយជំងឺអាសន្នរោគជាចុងក្រោយសំត្រូវសម្រេចចិត្តប្រថុយគ្រោះថ្នាក់ត្រឡប់មកស្រុកកំណើតវិញដើម្បីធ្វើបុណ្យសពជូនម្ដាយសួនសំកើតក្នុងត្រកូលជាកសិករសាមញ្ញមានដូនតាជាអ្នកស្រែចម្ការតាមពិតទៅអ្នកស្រែគឺជាអ្នកសាបព្រោះគ្រាប់ពូជស្រូវដើម្បីចិញ្ចឹមជីវិតប្រជាជនទូទាំងប្រទេសដែលគួរណាស់តែទទួលបាននូវការលើកដំកើងប៉ុន្តែនៅក្នុងសម័យអាណានិគមពួកគាត់បែរជាត្រូវគេមើលងាយជិះជាន់សង្កត់សង្កិនពីសំណាក់ពួកអ្នកធំនិងអ្នកមានមួយចំនួនទៅវិញដោយសារតែភាពក្រីក្រខ្វះការសិក្សានិងសម្លៀកបំពាក់រហែករញ៉េរញ៉ៃលេចមុខលេចក្រោយនៅក្នុងសង្គមនាគ្រានោះពាក្យថាអាអ្នកស្រែឬមីអ្នកស្រែត្រូវបានគេប្រើជាពាក្យជេរប្រមាថក្រៅពីនេះពួកគាត់ខ្លះទៀតត្រូវធ្លាក់ខ្លួនធ្វើជាខ្ញុំកំដររបស់ពួកនាយទុនឬជនបរទេសដែលមានល្បិចកលខ្ពស់ក្នុងផ្លូវជំនួញសំគឺជាកូនប្រុសតែមួយគត់របស់សួនសុកនិងនាងសយរស់នៅឃុំបវលស្រុកសង្កែខេត្តបាត់ដំបងជីវិតដ៏កំសត់របស់សំបានចាប់ផ្ដើមនៅក្នុងឆ្នាំ1949នៅពេលដែលឪពុករបស់គេត្រូវបានគេចោទប្រកាន់ថាចូលដៃចូលជើងជាមួយពួកឥស្សរៈហេតុការណ៍នោះបានធ្វើឲ្យទាហានបារាំងចាប់ខ្លួនឪពុករបស់គេទៅធ្វើទរណកម្មយ៉ាងព្រៃផ្សៃរហូតដល់បាត់បង់ជីវិតដោយបន្សល់ទុកនៅនាងសយជាស្ត្រីមេម៉ាយនិងសំជាកូនកំព្រាដើម្បីសម្រួលបន្ទុកម្ដាយសំបានសម្រេចចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ឧត្តមដ្ឋានដែលជាកន្លែងក្រេបជញ្ជក់ចំណេះដឹងដើម្បីមកជួយធ្វើការងារម្ដាយវិញទោះជាយ៉ាងណាវាសនាពិតជាលេងសើចនឹងគ្រួសារនេះណាស់មួយឆ្នាំក្រោយមកអ្វីប្រែស្រឡះដោយសំបែរជាត្រូវពួកឥស្សរៈសង្ស័យថាខ្លួនលោភលួចចូលដៃជាមួយពួកបារាំងទៅវិញដោយសេចក្តីផិតភ័យនិងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនសំត្រូវបង្ខំចិត្តលាម្ដាយជាទីស្រឡាញ់ធ្វើដំណើរទៅកាន់ទីក្រុងបាត់ដំបងដើម្បីគេចខ្លួនប៉ុន្តែជាអកុសលក្រោយពីបែកពីម្ដាយបានត្រឹមតែ4ថ្ងៃប៉ុណ្ណោះម្ដាយរបស់គេក៏បានលាចាកលោកដោយសារជំងឺអាសន្នរោគដំណឹងដ៏សែនក្តុកក្តួលនេះបានបង្ខំចិត្តឲ្យសំត្រូវត្រឡប់មកស្រុកកំណើតវិញទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់ជីវិតដើម្បីរៀបចំបុណ្យសពជូនម្ដាយជាលើកចុងក្រោយបន្ទាប់ពីរៀបចំបុណ្យសពម្ដាយតាមប្រពៃណីរួចរាល់យុវជនសំក្នុងវ័យ18ឆ្នាំក៏ដាច់ចិត្តធ្វើដំណើរចាកចេញពីស្រុកកំណើតមកភ្នំពេញទាំងគ្មានគោលដៅដើម្បីស្វែងរកការងារធ្វើសំបានចូលទៅស្នាក់នៅអាស្រ័យជាមួយព្រះភិក្ខុសង្ឃមួយអង្គព្រះនាមសៅនៅក្នុងវត្តមហាមន្ត្រីដោយមានខោអាវជាប់នឹងប្រាណត្រឹមតែមួយបន្លាស់ប៉ុណ្ណោះដោយក្តីសង្គ្រោះព្រះភិក្ខុសៅបានជួយជ្រោមជ្រែងផ្ញើសំឲ្យធ្វើការជាកម្មករលិស័យនៅក្នុងហាងជំនួញមួយដោយទទួលបានកម្រៃពលកម្មត្រឹមតែ15រៀលប៉ុណ្ណោះក្នុងមួយថ្ងៃនៅកន្លែងធ្វើការងារថ្មីនោះសំត្រូវរងការមើលងាយជេរប្រមាថដល់ម្ដាយឪពុកពីសំណាក់មេកាបូរ៉ាល់
ឲ្យតែពេលវេលាធ្វើការយឺតយ៉ាវបន្តិចបន្តួចឬធ្វើអ្វីមិនត្រូវចិត្តគេមិនត្រឹមតែប៉ុណ្ណោះពួកស្មៀនវីរខ្លះតែងតែហៅគេថាអានិងចេឌៀលដោយពាក្យអសុរោះជាហូហែបណ្ដាលឲ្យសំតូចចិត្តតូចថ្លើមជាខ្លាំងរហូតទ្រាំធ្វើការនៅទីនោះតទៀតលែងបានបន្ទាប់មកសំបានផ្លាស់ប្ដូរទៅធ្វើជាកម្មករតាមហាងជំនួញនិងកន្លែងរាជការផ្សេងៗទៀតជាច្រើនប៉ុន្តែគ្រប់ទីកន្លែងទាំងអស់គេតែងតែទទួលបាននៅពាក្យសម្ដីល្វីងជូរចត់ពីអ្នកត្រួតត្រាដូចគ្នាសំនឹកអាណិតមិត្តភក្តិកម្មករនិងអ្នកក្រខ្សត់លំបាកទាំងឡាយដែលត្រូវធ្លាក់ខ្លួនធ្វើជាខ្ញុំកំដរនៃអំណាចទឹកប្រាក់ត្រូវគេជេរប្រតិចមើងងាយមើលថោកគ្រប់បែបយ៉ាងមិនខុសពីសត្វធាតុជីវិតបានរុញច្រានសំឲ្យឆ្លងកាត់របបដុនដាបជាច្រើនរហូតចុងក្រោយគេបានធ្លាក់ខ្លួនជាកម្មករធាក់ត្រីចក្រយានហៅថាស៊ីក្លូពេលនេះសំលែងស្នាក់នៅក្នុងវត្តទៀតហើយព្រោះគេមានប្រពន្ធនាងសយភរិយារបស់សំគឺជាអតីតស្រីបម្រើនៅក្នុងគេហដ្ឋានរបស់ធនធិបតីម្នាក់ប្តីប្រពន្ធកំសត់ទាំងពីរនេះបាននាំគ្នាជួលកូនខ្ទមទូចមួយនៅក្បែរផ្សារសួនថ្មីនៅក្នុងសភាពជាអ្នករកព្រឹកខ្វះល្ងាចសំត្រូវធាក់ស៊ីក្លូដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវិតដោយត្រូវបង់ថ្លៃឈ្នួលឲ្យម្ចាស់ស៊ីក្លូ30រៀលក្នុងមួយថ្ងៃវាសនារបស់សំក្រីក្រលំបាកវេទនាជាទីបំផុតថ្ងៃខ្លះគេរកបានត្រឹមតែថ្លៃឈ្នួលស៊ីក្លូប៉ុណ្ណោះដែលជាហេតុនាំឲ្យសំនិងសយសុកចិត្តដាច់បាយអត់អាហារដើម្បីយកលុយទៅបង់ថ្លៃឈ្នួលព្រោះម្ចាស់ស៊ីក្លូដែលជាអ្នកមានមុខក្រាស់ម្នាក់នោះមិនដែលស្គាល់ពាក្យថាមេត្តាឬបន្ធូរបន្ថយអនុគ្រោះដល់កម្មករឡើយទោះជាថ្ងៃនោះកម្មកររកប្រាក់បានឬមិនបានក៏ដោយឲ្យតែកម្មករណាខានបង់ថ្លៃឈ្នួលត្រឹមតែមួយថ្ងៃគេនឹងដកហូតយកស៊ីក្លូវិញទៅភ្លាមហើយគ្មានសង្ឃឹមថានឹងបានជួលធាក់បន្តទៀតឡើយចូលដល់កណ្ដាលរដូវវស្សាមេឃរអ៊ូរទាំទាំងភ្លៀងធ្លាក់ចុះមកជុកជាំស្ទើររាល់ថ្ងៃបណ្ដាលឲ្យបាត់មួយអស់ធ្វើឲ្យសំរកប្រាក់មិនសូវបានសំត្រូវបង្ខំចិត្តដកប្រាក់សន្សំតិចតួចពីមុនមកបង់ថ្លៃស៊ីក្លូរហូតដល់អស់ពីខ្លួនរលីងថ្ងៃមួយសំអង្គុយអោបក្បាលជង្គង់នៅក្នុងកូនខ្ទមចង្អៀតទាំងទាល់តម្រេះនិងព្រួយចិត្តជាខ្លាំងជាមួយនាងសយទាំងនៅក្នុងកូនខ្ទមនោះគ្មានទ្រព្យសម្បត្តិអ្វីគួរជាទីកប់សម្គាល់ក្រៅពីកន្ទេលខ្នើយនិងមុងចាស់នោះឡើយចំណែកឯស៊ីក្លូត្រូវចោតចោលនៅមុខផ្ទះទាំងខានបង់ថ្លៃឈ្នួលសំគិតទាំងការភ័យព្រួយថាតើខ្លួនត្រូវធ្វើយ៉ាងណាបើម្ចាស់ស៊ីក្លូមករឹបអូសយកទៅវិញព្រោះការស្វែងរកជួលស៊ីក្លូពីអ្នកដទៃវាជារឿងពិបាកខ្លាំងណាស់ដោយទាមទារឲ្យមានអ្នកធានាត្រឹមត្រូវនិងមានប្រាក់កក់បញ្ចាំទៀតផងនិយាយពីនាងសយនាងគឺជាស្ត្រីដែលមានរូបឆោមឡោមពណ៌ស្អាតបាតម្នាក់នៅក្នុងវ័យប្រហែល17ឆ្នាំនាងមានសាច់ឈាមសស្អាតមានអធ្យាស្រ័យល្អក្រៃលែងជាមនុស្សស្រឡាញ់ញាតិមិត្តជិតខាងនាងជាមនុស្សស្ងប់ស្ងៀមមិនសូវនិយាយស្ដីប៉ុន្តែពេញទៅដោយការស្មោះត្រង់ចំពោះស្វាមីនាងបានត្រឹមពោលពាក្យលួងលោមនិងលើកទឹកចិត្តស្វាមីកុំឲ្យបាក់ទឹកចិត្តហើយដាស់តឿនឲ្យខំប្រឹងបន្តចេញទៅធាក់ស៊ីក្លូដើម្បីរកប្រាក់ដោះស្រាយជីវភាពដោយបានកម្លាំងចិត្តពីភរិយាសំបានសម្រេចចិត្តចេញទៅធាក់ស៊ីក្លូទាំងដែលមេឃកំពុងតែភ្លៀងរលឹមត្រទុំប៉ុន្តែដោយសារភ្លៀងខ្លាំងពេកនិងផ្លូវភក់ជ្រាំជ្រៅធ្វើឲ្យស៊ីក្លូរបស់សំធ្លាក់ចង្ហុកយ៉ាងនំហើយទៅជារាំងស្ទះរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរភ្លាមនោះម្ចាស់រថយន្តចិត្តចង្អៀតបានបើកកញ្ចក់ស្ដីបន្ទោសនិងប្រមាថសំដោយអយុត្តិធម៌បំផុតដោយមិនបានយល់ពីហេតុផលទាល់តែសោះគ្រោះសយមិនទាន់អស់គ្រាន់តែបន្តដំណើរទៅមុខបានបន្តិចសំក៏បានជួបនឹងលោកស្រីគឹមលៀងដែលត្រូវជាប្រពន្ធរបស់លោកគឹមឈុនពួកគាត់ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនិងមានស៊ីក្លូប្រហែល30គ្រឿងសម្រាប់ជួលហើយក៏ជាម្ចាស់ស៊ីក្លូដែលសំកំពុងតែជួលនេះដែរលោកស្រីគឹមលៀងមានរូបរាងតូចទាបមិនសូវតែងខ្លួនហឺហាប៉ុន្មានទេប៉ុន្តែរបស់ដែលលោកស្រីត្រូវការនោះដាច់ខាតគឺជាប្រាក់នាវិនាទីនេះសំភ័យស្លន់ស្លោរហូតស្ទើរតែគ្មានវិញ្ញាណនៅក្នុងខ្លួនព្រោះខ្លាចលោកស្រីអូសយកស៊ីក្លូទៅវិញដែលស្មើនឹងការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរបស់គ្រួសារគេសំលើកដៃសំពះអង្វរសូមក្តីមេត្តាប៉ុន្តែមុននឹងទទួលបានការយោគយល់លោកស្រីគំលៀង
បានព្រោះសម្ដីគំរោះគំរើយរំខានដល់ត្រចៀកជាទីបំផុតដោយកំណត់ឲ្យសមត្រូវតែរកប្រាក់មកបង់ថ្លៃឈ្នួលឲ្យគ្រប់ចំនួនថ្ងៃនេះជាដាច់ខាតសមពិតជាសោជាន់លើសយពេលដែលសមខំប្រឹងរកប្រាក់បាន30រៀលគ្រប់ចំនួនហើយនោះគេបែរជាត្រូវភ្នាក់ងារប៉ូលីសផាកពិន័យអស់25រៀលទៅវិញដោយសារតែគេបានធាក់ស៊ីក្លូបញ្ច្រាស់ទិសចរាចរណ៍ពេលត្រឡប់មកដល់ផ្ទះវិញមិនទាន់បានប៉ុន្មានផងលោកស្រីកំលៀងក៏បានមកដល់លោកស្រីបានជេរប្រមាថសមថាមនុស្សមិនគោរពសម្ដីព្រមទាំងគេជេរដៀលសពគ្រប់បែបយ៉ាងមុននឹងបញ្ជាឲ្យគេរឹបអូសយកស៊ីក្លូត្រឡប់ទៅវិញទាំងគ្មានក្តីអាណិតសមតូចចិត្តនឹងវាសនាខ្លួនឯងជាខ្លាំងគេតែងតែប្រកាន់ភ្ជាប់នៅអំពើល្អជៀសចាកអំពើទុច្ចរិតខុសច្បាប់ទាំងពួងប៉ុន្តែហេតុអ្វីបានជាព្រំលិខិតអយុត្តិធម៌ចំពោះគេម្លេះក្តីឈឺចាប់នេះបានបង្កជាគំនិតចង់ឲ្យសមចេញឆក់ធ្វើចោលប្លន់ទៅវិញក្រែងបានប្រាក់រស់នៅស្រួលនឹងគេឃើញប្តីកើតចិត្តខុសឆ្គងភ្លាមនាងសយប្រញាប់ចូលមកលួងលោមនិងលើកទឹកចិត្តថាត្រូវតែប្រកាន់ភ្ជាប់នៅសេចក្តីល្អតទៅទៀតគង់មានថ្ងៃណាមួយព្រះជាម្ចាស់នឹងមើលឃើញជាមិនខានមួយសប្តាហ៍បានកន្លងផុតទៅប្រាក់កាក់និងរបស់របរតិចតួចដែលនៅសេសសល់ត្រូវបានប្រើប្រាស់អស់រលីងការងារថ្មីក៏គ្មានអ្នកទទួលឲ្យធ្វើអ្វីដែលកាន់តែយ៉ាប់យ៉ឺនជាងនេះទៅទៀតនោះគឺដល់ថ្ងៃកំណត់បង់ថ្លៃជួលផ្ទះឲ្យតាសានគឺជាមនុស្សចិត្តរឹងដូចថ្មប្រះចាកសេចក្តីមេត្តាករុណាចំពោះអ្នកក្រីក្រតានីទុនម្នាក់នេះមិនដែលព្រមបន្ធូរបន្ថយឬលើកលែងឲ្យអ្នកណាចំពាក់ថ្លៃផ្ទះសូម្បីតែមួយថ្ងៃឡើយដោយសារតែគ្មានប្រាក់100រៀលសម្រាប់បង់ថ្លៃឈ្នួលផ្ទះសមនិងនាងសយត្រូវតាសានបណ្ដេញចេញពីផ្ទះទាំងគ្មានក្តីមេត្តាប្តីប្រពន្ធកំសត់ទាំងពីរនាក់គ្មានជំរើសអ្វីក្រៅពីនាំគ្នាទៅដេកជ្រកកោនក្រោមសំយ៉ាព្រះវិហារសង់យួនដើម្បីឲ្យរួចផុតមួយគ្រាសិនទោះជាជីវិតធ្លាក់ខ្លួនដល់ថ្នាក់គ្មានដំបូលជ្រកយ៉ាងណាក៏ដោយក៏សមនៅតែដាច់ខាតមិនប្រព្រឹត្តអំពើទុច្ចរិតលួចឆក់ប្លន់តាមការបបួលរបស់សៅដែលជាអតីតអ្នករស់នៅក្បែរខាងនោះឡើយសមមិនមានភាពរំភើបឬត្រេកអរតតែសោះចំពោះភាពមានបានរបស់សៅព្រោះគេដឹងថាការធ្វើអំពើបាបល្មើសច្បាប់គង់តែមានថ្ងៃណាវិនាសអន្តរាយមិនខានទីបំផុតនាងសយក៏ស្វែងរកការងារបានដោយទៅធ្វើជាស្រីបម្រើនៅក្នុងផ្ទះរបស់ថកែហុកឆ្លៀតឱកាសដែលប្រពន្ធមានកន្លែងស្នាក់នៅបណ្ដោះអាសន្នសមក៏បានលាភរិយាដើម្បីត្រឡប់ទៅស្រុកកំណើតវិញដើម្បីលក់ទ្រព្យសម្បត្តិដែលនៅសេសសល់ពីម្ដាយយកធ្វើជាដើមទុនបន្តជីវិតនិយាយពីថកែហុកគាត់គឺជាមនុស្សវ័យកណ្ដាលម្នាក់អាយុប្រហែលជា40ឆ្នាំជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្ដុកស្ដំនិងជាបុរសពុះម៉ាយបើគេមើលពីខាងក្រៅថកែហុកមើលទៅហាក់ដូចជាមនុស្សចិត្តល្អប៉ុន្តែធិតពិតគាត់ជាមនុស្សខិលខូចរឿងស្រីញីខ្លាំងណាស់ស្រីបម្រើនៅក្នុងផ្ទះរបស់គាត់ភាគច្រើនតែងតែធ្លាក់ខ្លួនធ្វើជាចំណីតណ្ហានៃសេចក្តីសប្បាយរបស់គាត់ស្ទើរតែទាំងអស់គួរឲ្យអាសូរក្រៃត្រឹមតែរាត្រីដំបូងនៃការស្នាក់នៅក្រោមដំបូលផ្ទះដ៏ប្រណិតនោះនាងសយត្រូវបានតកែហុកប្រើអំណាចចាប់រំលោភទាំងបង្ខំយប់នោះជាយប់ដែលនាងសយតក់ស្លុតនិងខ្ទេចខ្ទាំចិត្តជាទីបំផុតនាងធ្លាប់ស្បត់សច្ចាចំពោះខ្លួនឯងថានឹងមិនព្រមឲ្យមានឈ្មោះជាស្រីប្តី2ប្តី3ជាដាច់ខាតប៉ុន្តែពេលនេះនាងត្រូវបាត់បង់អ្វីគ្រប់យ៉ាងក្រោមដៃរបស់ធនធិបតីពីលដែលតែងតែស្វែងរកសេចក្តីសុខកាមគុណលើទឹកភ្នែកស្រីបម្រើក្រីក្រលុះព្រឹកឡើងនាងសយបានសម្រេចចិត្តចុះចេញពីផ្ទះថកែហុកតាំងពីព្រលឹមស្រាំងនាងឈឺចាប់រហូតចង់សម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតប៉ុន្តែត្រូវបានទប់ចិត្តហើយបានទៅសុំស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះរបស់នាយមីនិងនាងមុំដែលជាមិត្តភក្តិដើម្បីរងចាំសមត្រឡប់មកវិញនៅក្នុងរយៈពេល5ថ្ងៃខាងមុខជាការកំណត់សមបានធ្វើដំណើរវិលមកភ្នំពេញវិញដោយក្តីរីករាយពេកក្រៃព្រោះគេលក់ទ្រព្យសម្បត្តិនិងទារលុយគេចំពាក់បានចំនួន600រៀលសមប្រញាប់ប្រញាល់ទៅផ្ទះតកែហុកទាំងចិត្តរំភើបដើម្បីចង់ប្រាប់ដំណឹងល្អនេះដល់ប្រពន្ធដោយសង្ឃឹមថា
ជីវិតនឹងគ្រាន់បើប្រសើរឡើងវិញហើយក៏គេក្រោកនឹងឲ្យនាងសយធ្វើការតែមួយខែនេះទៀតប៉ុណ្ណោះដល់ដាច់ខែនឹងឲ្យនាងលាឈប់ដើម្បីមករួមរស់សាងអនាគតជាមួយគ្នាវិញប៉ុន្តែពេលទៅដល់ផ្ទះតកែហុកស្រីបំរើម្នាក់បានប្រាប់សំទាំងស្រពេចស្រពលថាសយមកនៅបានតែមួយយប់ប៉ុណ្ណោះលុះព្រឹកឡើងក៏លួចរត់ទៅបាត់ហើយឮលោកតកែថានាងបានលួចយកអីវ៉ាន់មានតម្លៃរបស់លោកទៅជាច្រើនទៀតផងឮបែបនេះសំស្រឡាំងកាំងហាក់ដូចជាមិនជឿត្រចៀកខ្លួនឯងថាប្រពន្ធដ៏ស្មោះត្រង់របស់ខ្លួនហ៊ានធ្វើរឿងបែបនេះសោះប៉ុន្តែមួយវិញទៀតគេគិតថាឬមួយមកពីជីវភាពក្រលំបាកពេកទើបធ្វើឲ្យនាងសយដាច់ចិត្តធ្វើបែបនេះដើម្បីជួយសម្រួលជ្រោមជ្រែងរូបគេសំប្រញាប់ចាក់ចេញតាមរកនាងសយតាមផ្ទះមិត្តភ័ក្តិដែលធ្លាប់ស្គាល់គ្នាកាលនៅជាកម្មករស៊ីក្លូទីបំផុតសំក៏បានជួបនាងសយកំពុងតែជ្រកកោននៅផ្ទះរបស់ប្តីប្រពន្ធនាមីនិងនាងមុំនៅទីនោះហើយដែលការពិតត្រូវបានលាតត្រដាងសំបានដឹងរឿងរ៉ាវដ៏យំខ្នងនិងឈឺចាប់គ្រប់សពបែបយ៉ាងដែលថៅកែហុកចិត្តដេរឆានបានមកធ្វើលើភរិយាជាទីស្រឡាញ់របស់គេវិនាទីនោះទឹកចិត្តរបស់សំប្រែជាខ្មៅងងឹតពោពេញទៅដោយភ្លើងកំហឹងនិងគំនុំសងសឹកយ៉ាងខ្លាំងក្លាឈាមកសិករដែលធ្លាប់តែអត់ធ្មត់ពេលនេះបានពុះកញ្ជ្រោលឡើងបើទោះបីជាប្តីប្រពន្ធនាមីនាងមុំនិងជាពិសេសគឺនាងសយយំអង្វរកនិងហាមឃាត់យ៉ាងណាក៏ដោយក៏សំមិនព្រមលះបង់គំនិតសងសឹកឡើយគេបានស្បត់នៅក្នុងចិត្តយ៉ាងដាច់អហង្ការថានឹងត្រូវតែប្រហារជីវិតតកែហុកដើម្បីលាងឈាមជំរះក្តីអាម៉ាស់មួយនេះឲ្យទាល់តែបានដើម្បីស្ដាប់សាច់រឿងពេញសូមចូលទៅកាន់ YouTube Channel របស់ Club សិក្សាសូមចុច Like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត